Bạnនេះជាវីដេអូបង្ហាញពីការវាស់ភ្លើងពេលចុច spin ទៅ motor វល់ធុងតើវាមាន volt ប្រហែលគេអញ្ចឹងយើងចុច power បើកបាទ model direct drive LG inverter ស្រីក្រោយអញ្ចឹងតបទៀតយើងចុចពាក្យ spin អូខេហើយចុច start យើងអត់ចុចអានេះអីទេអូខេ12នាទីអញ្ចឹង spin only នេះយើងបោះជើង UVW ទៅ motor វល់ធុងបាទអញ្ចឹងពេលដែលវាវល់ធុងវាមាន volt start ទៅពី10 volt ជាងទៅឡើងទៅបាទនេះវល់ធុងហើយធុងពងវល់អូខេអញ្ចឹង volt វាគឺវាឡើងតាមវល់ខ្លាំងគឺវាឡើងខ្លាំង UVW ហ្នឹងបាទវល់តិចវល់វាបោះ10វល់ជាងដាក់ចាប់ដល់ប្រឹងវល់វាឡើងដែរ20វល់ជាង UVW បាទវាស់ជើងខៀវលឿងក៏បានខៀវក្រហមក៏បានលឿងក្រហមក៏បាន3នឹងស្មើគ្នានេះស្មើមិន1200ជុំចឹងវាវល់ខ្លាំងដែរវល់វាឡើងតាមហ្នឹង80វល់ជាងហ្នឹងសិជានេះម៉ាស៊ីនធម្មតាដំណើរការធម្មតាអត់មានបញ្ហាទេវាវល់ឡើងអញ្ចឹងពេលដែលពូតញាប់ទៅភ្លើងគឺវាចឹង7នាទី100វ៉ុលជាងណាអូខេ7នាទីវ៉ុលកាន់តែជុំវ៉ុលអូយសាវាកើនឡើងបាទ150វ៉ុលទី16វ៉ុលបាទ82ហ្នឹងគឺ maximum ហ្នឹងប្រើខ្លាំង82វ៉ុលAC